នាងធ្វើស្អីដាក់ខ្ញុំគ្រាន់តែចុចជីបចោលឲ្យឯងឈឺចាប់ប្រហែលថ្ងៃតែបើឯងហ៊ានមករញ៉េរញ៉ៃប្តីរបស់ខ្ញុំទៀតខ្ញុំនឹងធ្វើឲ្យឯងមិនអាចដើរបានអស់មួយជីវិតលោកម្ចាស់មិនថាខ្ញុំខុសខ្លាំងប៉ុណ្ណាប៉ុន្តែថេងឈុនគេមិនដឹងអីទេពួកគេសុទ្ធតែជាចៅប្រុសរបស់លោកដូចគ្នាតែលោកបែរជាអង្គុយមើលគេធ្វើបាបថេងឈុនទៅវិញសុំទោសផងដែលមិនអាចជួយបានណាសើបានតើនាងចាប់បានន័យថាម៉េចតែមិនឃើញទេខ្ញុំគិតថាវាគួរឲ្យចាប់អារម្មណ៍ណាស់គេនិយាយថាស្លឹកឈើជ្រុំមិនឆ្ងាយពីគល់នោះទេនាងមានសិទ្ធិអីបានជាម្សៅចំអកឲ្យខ្ញុំបែបនេះអ្នកជាអ្នកខុសច្បាស់ណាស់ប៉ុន្តែបែរជាធ្វើពិតជាទុនខ្សោយនេះមិនមែនជាការពិតទាំងពីរត្រូវទេឯងអើយម៉ាសវណ្ណម៉ារបស់ខ្ញុំក៏ជាម្ដាយក្មេកនាងដែរក្នុងនាមជាកូនប្រសាច្បងនាងមិនស័ក្តិសមនឹងធ្វើជាអ្នកត្រីពូទៅអេខ្ញុំជាគ្រូពេទ្យបើសិនគាត់សន្លប់ខ្ញុំអាចប្រាស់បញ្ចូលរាប់រយដើម្បីជួយឲ្យនាងដឹងខ្លួនបានតែវាអាចរៀងឈឺចាប់បន្តិចហើយណាកុំអីខ្ញុំមិនអីទេអាឆាន់តើបងគិតថាជំនាញព្យាបាលអូនកាន់តែល្អដែរទេត្រឹមតែមួយប្រយោគអាចព្យាបាលជំងឺវិលមុខលោកស្រីហ្វូជាបានសើបានមិនថាយ៉ាងណាខ្ញុំក៏ជាមនុស្សចាស់ជាងនាងបែរជាប្រមាថខ្ញុំបែបនេះប្រមាថមែនទេខ្ញុំក៏មិនចង់ដែរព្រោះក្នុងនាមជាមនុស្សចាស់ម្នាក់បែរជាបំបីគ្រួសារអ្នកដទៃដើម្បីធ្វើជាស្រីស្នេហ៍គេមើលហ្វូទីចិនតើអាចចង់ធ្វើស្អីខ្ញុំប្រាប់នាងវិញអីបើនាងប៉ះពាល់គេមិនទៅខ្សែសក់ទៀតតែនាងជឿទេខ្ញុំប្រកាសជាសម្រាប់គ្រប់គ្រងរបស់នាងលេងធីជន់ទៅខ្ញុំប្រាប់ឲ្យថាចេញទៅមិនពេលស្ដាយក្រោយតើយើងចាប់ឡើងសុំទោសផងសឺបានតើមុននេះបងធ្វើឲ្យអូនភ័យខ្លាចដែរទេចាប់ពីពេលនេះកុំនិយាយសុំទោសអូនទៀតមិនថាបងខ្លាចជាមនុស្សបែបណាក៏អូននៅតែស្រឡាញ់បងនេះជាអ្វីដែលម៉ាក់រៀបចំសម្រាប់ឯងឲ្យតែឯងដាក់វាចូលទៅក្នុងកែវស្រេចជាងធីងឆុងនាងនឹងស្ដាប់បង្គាប់តាមឯងគ្រប់យ៉ាងឲ្យតែពួកយើងយកឆ្នាំមង្គលការរវាងគ្រួសារជាងនោះបន្ទាប់មកទ្រព្យសម្បត្តិគ្រួសារហ្វូនឹងក្លាយជារបស់យើងម៉ាក់ចង់ប្រាប់ឲ្យគ្រប់គ្នាបានដឹងថាកូនចៅគ្រួសារហ្វូមិនត្រឹមតែហ្វូធីងឆិនទេតើអ្នកនាងទាំងខ្លួនសម្រាប់ចូលគុកកំណើតលោកហ្វូហើយកុំប្រំអីកិត្តិយសរបស់ស៊ីវ៉ាន់នឹងត្រូវរលាយលើកនេះខ្ញុំមិនលើកលែងឲ្យនាងដាច់ខានដោយការរំពឹងទុករបស់អ្នកស្រីហ្វូធីងឈុននិងចាស់ឈីងថងពួកគេសុទ្ធតែរៀបចំផែនការនៅថ្ងៃខួបកំណើតរបស់លោកក្នុងគោលដៅក្នុងការដាក់ថ្នាំពួកគេគឺខុសគ្នាមើលទៅដូចជាខ្ញុំចិត្តល្អដាក់ពួកគេពេកហើយបើជួយមនុស្សទៅរងចាំមើលឆ្កែខំគ្នាទៅវាកាន់តែល្អមើលជាងនេះទៅទៀតមើលទៅអ្នកស្រីជំនាញប្រើល្បិចមែនបើពួកគេចង់លេងហើយអញ្ចឹងពួកយើងមានតែកំដៅពួកគេទេឲ្យចូលទេពួកឯង12នាំគ្នាបើភ្នែកឆ្កែមើលទៅតើយើងជាអ្នកណាមិនស្គាល់ទេបើជាខ្វាក់ភ្នែកពិតមែនខ្ញុំគឺជាហ្វូធីងឈុនលោកម្ចាស់ហ្វូជាតារបស់យើងចូលរួមពិធីខួបកំណើតគាត់តើពួកឯងចង់ធ្វើស្អីមើលទៅគឺអ្នកប្រុសទី2នៃគ្រួសារហ្វូដោយសារតែពួកយើងខ្វាក់ភ្នែកមិនស្គាល់ក្នុងថៃសាពេលដឹងថាខ្ញុំជាអ្នកណាហើយឆាប់នាំគ្នាគេចេញទៅសុំទោសផងលោកពូបានបញ្ជាក់ច្បាស់ហើយបើសិនជាគ្មានលិខិតអញ្ជើញនោះទេគឺមិនអាចចូលទៅខាងក្នុងបានទេរួមទាំងអ្នកប្រុសផងដែរមកភ្លាមហ្វូធីងឈុនលោកនៅមានមុខនិយាយថាជាអ្នកប្រុសទី2គ្រួសារហ្វូទៀតមកសភាពលោកទេតាមិនខ្លាចធ្វើឲ្យគ្រួសារហ្វូត្រូវខ្មាស់គេទេហ្វូធីងឈុនថ្ងៃនេះជាខួបកំណើតរបស់លោកតាបើឯងមិនឲ្យយើងចូលទៅក្នុងតើឯងមានសួរលោកតាថាគាត់ព្រមទេធីងឈុនឲ្យពួកគេចូលទៅនៅខាងក្នុងមានមនុស្សច្រើនណាស់តើទៅមើលទៅឯងដឹងការពិតគឺឯងទៅវិញទេដែលមានអ្នកចង់ចូលទៅក្នុងបើអញ្ចឹងកុំស្ដាយក្រោយឲ្យសោះណាហេកឈិនហេតុអីក៏ទៅតែមកដល់ខ្ញុំរងចាំលោកយូរហើយនេះចាំមនុស្សខុសហើយហើយចាថេងឈិនពួកយើងសិតតែជាមិត្តភក្តិស្គាល់គ្នាច្រើនឆ្នាំហើយតើលោកចាំបាច់ធ្វើបែបនេះដល់ខ្ញុំដែរអីយ៉ាងចេញធំខ្ញុំជាមួយនាងគឺមិនធ្លាប់ធ្វើជាមិត្តភក្តិជាមួយគ្នាទេស៊ឺហ្វាន់គ្រប់យ៉ាងមកពីនាងទាំងអស់ទើបថេងឈិនទៅធ្វើបែបនេះដល់ខ្ញុំថ្ងៃនេះខ្ញុំត្រូវតែឲ្យនាងសងមកវិញអរគុណគ្រប់គ្នាដែលចំណាយពេលវេលាមកចូលរួមពិធីគប់កំណត់របស់ខ្ញុំថ្ងៃនេះពេលនេះខ្ញុំចង់ណែនាំចៅភាសារបស់ខ្ញុំឲ្យអ្នកទាំងអស់គ្នាបានស្គាល់នាងគឺជាអ្នកស្រីហ្វូ
នៃគ្រួសារហ្វូរបស់ពួកយើងឈ្មោះសឺវ៉ាន សួស្តីអ្នកគ្រប់គ្នាខ្ញុំឈ្មោះសវណ្ណសូមអរគុណគ្រប់គ្នាដែលបានមកចូលរួមក្នុងពិធីខួបកំណើតរបស់លោកតា ចាំសិនទៅបន្តិចទៀតនាងនឹងលែងមានមោទនភាពបែបនេះ នៅមានរឿងសំខាន់មួយទៀតចង់ប្រកាសប្រាប់ឲ្យគ្រប់គ្នាបានដឹងភាគហ៊ុន 20% នៃក្រុមហ៊ុនហ្វូគ្រប់ប្រគល់ទៅឲ្យសឺវ៉ានជាអ្នកគ្រប់គ្រងចាប់ពីពេលនេះទៅនាងគឺជាអ្នកដែលមានភាគហ៊ុនធំជាងគេនៅហ្វូគ្រប់របស់យើងហើយ ថាម៉េចតើលោកតាច្រឡំទេដឹង លោកតាត្រូវគេដាក់ថ្នាំតាមែនទេហេតុអីក៏ភាគហ៊ុនគ្រួសារហ្វូឲ្យទៅអ្នកផ្សេងទៅវិញ បាត់មាត់ពួកឯងគ្មានសិទ្ធិមកបញ្ជាយើងឲ្យធ្វើស្អីនោះទេ លោកតាខ្ញុំ បានពេលនេះអូនជាប្រពន្ធបងមិនថាតែជាភូគ្រប់ទេមិនថាជាអ្វីក៏ដោយឬក៏គ្រួសារភូតែមួយក៏ដោយគឺជារបស់អូនបានហើយយឺតពេលហើយខ្ញុំមិនចង់រំខានគ្រប់គ្នាទេណាហេងឈណាសឺវ៉ានមើលថែគ្រប់គ្នាឲ្យបានល្អផងទៅ លោកតាហ្វូសូមនៅទីនេះសិនហើយ យ៉ាងម៉េចតើឈិញថងមានអ្វីចង់និយាយមែនទេ ថ្ងៃនេះជាថ្ងៃកំណើតរបស់លោកតាខ្ញុំបានរៀបចំអំណោយពិសេសឲ្យលោកតាខ្ញុំលេងតន្ត្រីបាត់មុនឡាយសូណាតាដើម្បីលើកទឹកចិត្តគ្រប់គ្នាសង្ឃឹមថាគ្រប់គ្នានឹងចូលចិត្ត មើលទៅថ្ងៃនេះប្រហែលជាមានសំណងហើយណា អ្នកនេះស៊ឺលើកមុននាងក៏និយាយថាចេះលេងឧបករណ៍តន្ត្រីដែរបានអញ្ចឹងថ្ងៃនេះពួកយើងឆ្លៀតឱកាសសម្ដែងជាមួយគ្នាលើឆាកតែម្ដងទៅ ខ្ញុំលើថាសឺវ៉ានធំឡើងនៅមណ្ឌលកុមារកំព្រីហើយក៏រស់នៅក្នុងផ្ទះអ្នកដទៃសូម្បីតែការស្លៀកពាក់និងអាហារក៏ខ្វះខាតដែរមិនអាចចេះលេងភ្លេងបានទៅ ឬក៏ជាងឈិងថងចង់ធ្វើឲ្យស៊ឺវ៉ាន់គេបាក់មុំ សំណាអ្នកនាងជាងព្រៀមពេកខ្ញុំមិនទាន់បានត្រៀមខ្លួនទេ នេះអ្នកនេះស៊ឺគិតថាសមត្ថភាពរបស់ខ្ញុំមិនគ្រប់គ្រាន់ក្នុងការសម្ដែងជាមួយគ្នាមែនទេតើចង់ឲ្យលោកតាស្ដាប់បទនៅថ្ងៃកំណើតដែរអន់ បាត់មាត់ពួកឯងគ្មានបើសិនចូលមិនចង់ទេអ្នកណាក៏មិនអាចធ្វើបាបអូនបានដែរ ថេងឆាននិងខ្ញុំបានរៀបការហើយសូមអ្នកនាងជាងគួរសមចំពោះខ្ញុំក្នុងនាមជាអ្នកស្រីហ្វូផងបាននាងចង់ខ្លាំងបែបនេះខ្ញុំគិតថាតើគួរលេងតន្ត្រីណាទៅស័ក្តិសមទេម្យ៉ាងខ្ញុំពូកែច្រើនយ៉ាងណាស់តែពេលនេះខ្ញុំគិតថាចង់លេងវា ពេលនេះគ្រប់គ្នាកំពុងតែចាំមើលមនុស្សល្ងងដូចជានាងហើយ បានអ្នកនាងចឹងមិនប្រកាន់ទេ24ណាត្រូវតែរើសចេញពីមេរៀនមួយខ្ញុំនឹងលេងតាមនាងវិញ តើនាងនិយាយស្អីនេះគឺជាការលេងតន្ត្រីដែលបន្តពីចំនួន1ទៅចំនួន1គ្រប់គ្នាសុទ្ធតែដឹងថាជាបទដែលពិបាកលេងណាស់យល់ល្អកុំធ្វើខ្លួនឯងអាខ្មាស់គេអី យ៉ាងម៉េចតើអ្នកនាងជាងពិតជាមានអារម្មណ៍ថាខ្លាចមែនទេ ប្រកាសជាអត់ហើយខ្ញុំខ្លាចថានាងអាចនឹងលេងតន្ត្រីមិនបានល្អនៅថ្ងៃកំណើតរបស់លោកតាតែប៉ុណ្ណឹង មិនអីទេនៅពេលដែលពួកឯងលេងដោយសប្បាយចិត្តនោះការក៏សប្បាយចិត្តដែរចង់បានពាក់ចៅស្រីរបស់ខ្ញុំផង បានអញ្ចឹងពេលនេះអ្នកនាងជាងលេងមានអ្វីបារម្ភហើយមើលទៅខ្ញុំមើលស្រានាងពេកហើយ អ្នកនាងជាងឈប់ហើយទេ ខ្ញុំទទួលស្គាល់ថាអ្នកនាងស៊ឺមិនពូកែដូចអ្នកផ្សេងទេអ្នកស្រីហ្វូសូមលើកកៅឡើង ឈិញថងហើយក៏ពោះមើលស្អីនេះ គ្មានអីទេលោកតាំងខ្ញុំចង់ទៅបន្ទប់ទឹកសិនស៊ឺវ៉ាន់ចិត្តដល់ពេលដែលឆ្នាំមានប្រសិទ្ធភាពហើយការសម្ដែងក៏ចិត្តចាប់ដាប់ដែរ ខ្ញុំស្រាប់តែមិនសូវស្រួលខ្លួនទេចង់តែសម្រាប់ហើយតាមសម្រួលចាស់ ម្សាពលបានដាក់លើខោអាវសវណ្ណហើយប្រហែលនាទីទៀតជាតិស្រានឹងជ្រាបចូលខ្លួននាងនឹងបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯងមិនបាន ឆ្នាំដែលបរិះម្នាក់នោះឲ្យពិតជាពិសេសណាស់អញចេះតែក្រោមមុនទៅខ្ញុំរងចាំចាត់ការរឿងនេះនៅទីនេះ ឈិងថងតើឯងមិនឃើញធីងឈុនដែរទេខ្ញុំមិនដឹងថាអាឡអត់នេះទៅណាបាត់ទេ បានអញ្ចឹងចាំខ្ញុំជួយរកឲ្យអញ្ចឹងណាពេលនេះស៊ឺវ៉ាន់បានធ្លាក់ចូលតែហើយខ្ញុំក៏អាចទៅរកហ្វូធីងឈុនដើម្បីយកឆ្នាំដែរ អរគុណឯងហើយ
ជាងឈិងថងបន្ទាប់ពីយប់នេះនាងនឹងខ្លាចជាអ្នកជួយកូនប្រុសខ្ញុំខ្លាំងបំផុត ទៅប្រាប់លោកស្រីព្រាបទៅអត់ពេលចាប់ផ្ដើមបាទ ជាងឈិងថងនាងនឹងខ្លាចជារបស់ខ្ញុំហេតុអីបានជានាង យ៉ាងម៉េចឬក៏ឯងកំពុងរងចាំជាងឈិងថង ហេតុអីបានជានាងដឹងមិនបានទេនាងប្រកាសជាបោកប្រាស់ខ្ញុំជាងឈិងថងស្អីទៅខ្ញុំគ្រាន់តែមកសម្រាប់ទីនេះហេតុអីក៏នាងចូលមកបន្ទប់ខ្ញុំ កុំបារម្ភអីបន្តិចទៀតលោកនឹងដឹងចម្លើយហើយចាប់គេទេ ចង់ធ្វើស្អីខ្ញុំជាអ្នកប្រុសទី2គ្រួសារពូមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេលេងខ្ញុំលេង ខ្លាំងនេះពិតជាពិសេសមែនមើលទៅលោកក៏ប្រកែករឿងឆ្នាំដែរតើចង់ប្រវាចាត់ការជាងឈិងថងមែនទេប៉ុន្តែការពិតទេឯងនឹងជាងឈិងថងពិតជាគូទេវតាប្រទានមែនសុទ្ធតែជាមនុស្សគំរក់ដូចគ្នានាំមនុស្សចេញទៅបន្តិចទៀតជាងឈិងថងមកដល់ហើយ លេងយើង លោកមកទីនេះធ្វើអីនិយាយទៅ គ្រប់យ៉ាងចាត់ការរួចហើយនៅ ប្រកាសហើយតើខ្ញុំមិនមែនជាមនុស្សដែលកើតមកដើម្បីឲ្យគេជន់ឈ្លីម្ដងទៀតទេជាងឈិងថងនាងរីករាយនឹងផែនការដែលនាងបានធ្វើទៅ